ព្រឹកនេះមានភ្លៀងមួយមេថ្ងៃទី9 ខែមិថុនាត្រូវថ្ងៃសុក្រហើយម៉ោង 7:22 នាទីអញ្ចឹងតាណាមយើងមិនស្រោចទឹកទេបានភ្លៀងហើយមានផ្កាមួយផ្នែកតូចហើយនេះដើមឈើស្រុកគេពណ៌ស្វាយមានផ្គរមានផ្នែកបតោតិចតិចភាគច្រើនគេຕົកដើមឈើធំធំសបោដើមឈើធំធំប្រេងខ្យល់នោះដើមធំនោះគឺខ្ញុំស្គាល់គឺដើមស្រល់ប្រភេទដើមស្រល់ច្រើនហើយដើមនេះអត់ស្គាល់ទេតែបើតាមផ្លូវភាគច្រើនគឺដុះតាមផ្លូវគឺដើមប្រេងខ្យល់ហើយប្រេងខ្យល់នៅនេះមានដូចជា3ប្រភេទនេះក៏ប្រេងខ្យល់ហើយស្លឹកនេះក៏ប្រេងខ្យល់2ប្រភេទហើយនៅតាមផ្លូវមានប្រភេទទៀតដើមវារាងក្រហមហើយរលោងមាន3មាន4មកប្រភេទទៀតដើមរលោងដែរតែដើមវារាងសរាងរលោងសវាមាន4ប្រភេទហើយចាប់អារម្មណ៍ឃើញហើយបន្លែនេះមានប្លុកនេះស្ពៃតឿនេះស្ពៃចកាស់ហើយបៃតងតិចហ្នឹងគឺពេញប៉ោះ3-4 ដើមតែវាដុះទៅវាតោងនឹងស្ពៃហ្នឹងហើយចេញផ្លែពេញប៉ោះមកក្រប2គ្រាប់មួយផ្លែ2ផ្លែហើយបៃតងពោះនោះគឺស្ពៃតឿស្ពៃចកាស់ហើយម្លុកគល់លក្រៃជីហើយសាឡាត់ផ្កាចេញផ្កាអស់ហើយស្ពៃក្តោបសល់1គុំ2គុំទេតែទុកដើមនៅហ្នឹងដើម្បីឲ្យវាដុះកូនមកហើយកាត់កូនវាយកមកឆាញ៉ាំបានទៀតទស្សនភាពមានប៉ុណ្ណឹងមួយផ្នែកនៃមុខផ្ទះមុខបន្ទប់មានរុក្ខជាតិមានស្មៅអញ្ចឹងវាជួយការពារក្រោមកុំឲ្យដីហុយមកស្មៅហ្នឹងក៏ជួយសម្រស់តាក់ទាញភ្នែកយើងមើលទៅខៀវស្ងាត់ការពារដីហុយហើយបើយើងដើរលើស្មៅហើយដើរលើដីល្អិលដើរលើស្មៅអត់ល្អិលទេស្មៅមិនគ្រប់គ្រាន់គេដាក់ស្មៅស្ប៉ានិមិត្តដើម្បីជួយទប់ឲ្យខាងក្រោមហ្នឹងសុទ្ធតែថ្មនេះថ្មអញ្ចឹងគេដាក់ស្មៅស្ប៉ានិមិត្តមានប៉ុណ្ណឹងទេជម្រាបលា